video ក្នុង TikTok បងប្អូនអរគ្នានៅសុកនេះវាបិទ video ខ្ញុំមួយចោលហើយវា remove ចោលវាថាយើងនឹងខុស community violence បានន័យថាខុសគោលការណ៍របស់ TikTok ចឹងបងប្អូនអរគ្នាតើបងប្អូនអរគ្នាណាមិនធ្លាប់ជួបដូចខ្ញុំហ៎ហើយបើបងប្អូនធ្លាប់ជួបដូចខ្ញុំបងប្អូនធ្វើម៉េចទាំងដែលយើងដឹងថាតាមពិតវាអត់មានខុសគោលការណ៍ទេបងប្អូនអរគ្នា video ខ្ញុំគឺធម្មតាចឹងជាទូទៅបើពេលបងប្អូនឃើញបែបហ្នឹងតែងតែភ័យមែនទេភ័យហើយទៅលុបចោលមែនទេអញ្ចឹងថ្ងៃនេះខ្ញុំនាំបងប្អូនទៅមើលថាវិធីតវ៉ាអាហ្នឹងបើសិនជាយើងដឹងថាយើងអត់ខុសយើងអត់បានយកវីដេអូគេទេហើយវាជា original content របស់ដែលយើងធ្វើខ្លួនឯងអញ្ចឹង TikTok គេមានកន្លែងតវ៉ាអញ្ចឹងបងប្អូនកុំទាន់លុបចោលហើយកុំទាន់ភ័យអញ្ចឹងថ្ងៃនេះពូឆេងនាំបងប្អូនទៅមើលវិធីសាស្ត្រដែលយើងតវ៉ាមកវិញតើគេធ្វើមិនខ្លះតោះទៅមើលមួយវិឆេងទាំងអស់គ្នានេះបងប្អូនទាំងអស់គ្នាអញ្ចឹងនេះវីដេអូនេះវាបិទអញ្ចឹងឥឡូវយើងទៅតវ៉ាអញ្ចឹងបងប្អូនចុចលើនឹងមកតមកនេះវាចេញអញ្ចឹងនេះ like ឡើង 6-10k ចុច 7 ហើយ comment ឡើង 289 អាវីដេអូដែលខ្ញុំបង្ហោះថារលុយតាម Facebook វិធីសាស្ត្រធ្វើស្នើសុំអីមិនអញ្ចឹងក៏ប៉ុន្តែអានេះបងប្អូនដឹងថាមកពីអីអត់អាចជាមកពី TikTok ហើយនិង Facebook កុងគ្នាឬមួយក៏មិនបងប្អូនអរគ្នាបើដឹងអាចជួយ comment ប្រាប់ខ្ញុំផងអញ្ចឹងឥឡូវវិធីតវ៉ាធ្វើម៉េចហើយអាហ្នឹងក៏យើងអត់ដឹងថាតវ៉ាបានឬក៏អត់បានទេណាបងប្អូនអរគ្នាអញ្ចឹងអាហ្នឹងដូចគ្នាតែគាត់ថាយើងដឹងថាយើងអត់ខុសអញ្ចឹងចុចអាក្រហមហ្នឹងមួយមកអានេះយើងដឹងថាយើងអត់ខុសហើយនេះវាថាវាបាន remove របស់វីដេអូយើងហើយអាវីដេអូចំណងជើងរកលុយតាម Facebook ឯនេះតែបើតាមខ្ញុំគិតអា TikTok ហើយ Facebook ហ្នឹងវាកុងគ្នាមួយ Telegram អីហ្នឹងក៏អញ្ចឹងដែរអញ្ចឹងឥឡូវយើងចុច next ទៀតបាទនេះយើងទៅតវ៉ាបាទអានេះមូលហេតុខុស guideline របស់គេនេះយើងអានគេទៅហើយបន្តមកយើង next ទៀតអញ្ចឹងយើងតវ៉ាទៅទៀតបងប្អូនអរគ្នាកុំតន់ចោះចាញ់វាអញ្ចឹង submit appeal គេដាក់ថា80ថ្ងៃនៅក្នុងហ្នឹងណាអញ្ចឹងយើង submit appeal មកបានន័យថាចុច submit appeal កន្លែងនេះបាទអាហ្នឹងតវ៉ាបន្តមកបងប្អូនចុច submit បាទហើយកន្លែងនេះបើសិនយើងដឹងថាយើងអត់ខុសទេយើងដាក់ disagree យើងអត់ agree តែគេសួរយើងតើអ្នកយល់ស្របជាមួយនឹងការសម្រេចចិត្តដែលលុបវីដេអូយើងនឹងអត់យើងថា disagree បងប្អូនអរគ្នាបើសិនយើងគិតថារបស់យើង original ហើយបងប្អូនចុច disagree នេះមកតាម my video not violent នេះបងប្អូន tick លើមកថាយើងអត់ខុសគោលការណ៍ទេអញ្ចឹងហើយបន្ទាប់មកយើងចុច submit មកបងប្អូនអរគ្នានិយាយតែអាហ្នឹងដល់យើងច្បាស់មួយខ្លួនឯងដែរបងប្អូនអរគ្នានេះបានហើយបងប្អូនអរគ្នា submit appeal អញ្ចឹងយើងដាន់បាទអញ្ចឹងអានេះយើងចុចហើយម្ដងមិញហើយអញ្ចឹងបានន័យថាដាន់ហើយបងប្អូនអរគ្នានេះតែប៉ុណ្្នឹងមកយើងរងចាំមើលតើវាបើកឲ្យវិញអត់បើសិនជាវាបើកឲ្យវិញគឺវាបើកឲ្យវិញហើយបើសិនជាអត់គឺអត់ហើយបងប្អូនអរគ្នាមើលខ្ញុំចុចមួយសារទៀតមកចុចលេងបានហើយព្រោះយើងចុចហើយបងប្អូនអរគ្នាបាទនេះតែប៉ុណ្្នឹងគេកំពុង review ហើយបងប្អូនអរគ្នាអញ្ចឹងចាំមើលទាំងអស់គ្នាថាវីដេអូយើងខ្ញុំមកវិញអត់បងប្អូនអរគ្នាបាទអញ្ចឹងកុំភ្លេចជួយ like ជួយ share ឲ្យបងប្អូនបានដឹងផងដើម្បីឲ្យគាត់បានតវ៉ាដែរថ្ងៃក្រោយអញ្ចឹងណា